conខ្ញុំល្ងាចឡើងចាបន្ទាប់ពីមេធំចេញពីរៀនអញ្ចឹងទៅគេនាំប្អូនគេហ្នឹងជិះកង់មកគាត់លេងហើយខ្ញុំក៏ត្រូវទៅតាមកូនដែរបងប្អូននិស្សាបើសិនជាយើងអត់តាមទេគឺខ្លាចកូនទៅលេងទឹកស្រះនឹងក្រួយនេះមិនទឹកស្រះទឹកកពកចាហើយរដូវហ្នឹងរដូវខែទឹកឡើងខ្លាំងមែនតើអញ្ចឹងយើងចេះតែខ្លាចចាហើយពួកខ្ញុំចាំមកថតកន្លែងខ្យល់ខ្លាំងមេអូភ្លៀងបងប្អូនមានអីគ្រាន់តែរៀបចេញទៅផ្ទះបន្តិចបន្លឹមមកតែម្ដងហើយបរិវេណវត្តប្រទេសដីហ្នឹងស្អាតពីច្រើនប្រជាជនចាគាត់តែងតែនិយមមកដើរលេងនៅកន្លែងហ្នឹងអញ្ចឹងណានងកូននងចាំមហាប្រាណអីនៅហ្នឹងហើយខ្ញុំថតទស្សនវិជ្ជាទឹកលិចឲ្យបងប្អូនមើលចានៅក្រោយវត្តនេះអញ្ចឹងបានចាខ្ញុំកូនតាណាខ្ញុំទៅតាមដោយសារខ្លាចកូនមកលេងកន្លែងហ្នឹងចាហើយវាតោងកន្លែងដំបងហ្នឹងហក់អោនមកទៅជាខ្លាចធ្លាក់ទឹកធ្លាក់អីដោយសារមួយរយៈហ្នឹងក្មេងលងទឹកច្រើនអញ្ចឹងបងប្អូនចាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាអរគុណជម្រាបលាបាយបាយ